បាទនេះគឺជាទីតាំងកំប៉ុស្តដែលគេផលិតដែលកាកសំណល់បន្លែទាំងអស់ដែលគេយកចេញមកពីកន្លែងដែលគេកាត់ឲ្យសល់ទាំងអស់ហ្នឹងអញ្ចឹងវិធីសាស្ត្រដែលគេធ្វើដោយសាមញ្ញមែនទែនអ្វីដែលខ្ញុំឃើញដែលគាត់យកមកបញ្យល់ខ្ញុំមិញហ្នឹងឃើញថាទី1គឺគាត់យកមកផ្អាប់តាមរយៈដែលយកមកគឺច្បល់ជាមួយនឹងដីបាទដើម្បីឲ្យវាកាច់ចូលគ្នាអីអញ្ចឹងទៅហើយទុករយៈពេល6ខែបន្ទាប់មកគេចាប់ដើមច្បល់ម្ដងហើយដីហ្នឹងគឺគេដាក់គ្រាន់តែគម្របទេមិនជាដាក់ឲ្យវាបរិមាណប៉ុណ្ណាអត់ទេអញ្ចឹងអាហ្នឹងទី1ហើយវាគុណភាពល្អខ្លាំងមែនទែនហើយបន្ទាប់ពីគេធ្វើជាកប៉ុស្តិ៍កាច់ហ្នឹងហើយគាត់ទៅយកទៅលាយជាមួយនឹងលាមកមាន់បាទមាន់ហ្នឹងគឺគាត់បញ្ជាក់ដោយសារនៅជុំវិញហ្នឹងវាសម្បូរអាមាន់គេហៅមាន់សាច់ហ្នឹងអញ្ចឹងឃើញលាយជាមួយនឹងកាមមួយអីហ្នឹងប៉ុន្តែអាហ្នឹងគេយកទៅផ្អាប់រយៈពេល6ខែដូចគ្នាបាទអញ្ចឹងយកអានោះ6ខែគេផ្អាប់អានេះ6ខែមកហើយបន្ទាប់មកបានគេយក50%នៃ50%យកមកដាក់ច្បល់ចូលគ្នាហើយបន្ទាប់មកគេផ្អាប់គេអាចបាញ់សារធាតុមួយចំនួនបាទនេះគឺជាលក្ខណៈសំខាន់បន្ទាប់ពីគេយកមកគឺគាត់យកបាញ់មកសម្រាប់តែពួកសតិខុំប្រានធ្វើកសិកម្មកាន់តែយូរកាន់តែមានបទពិសោធន៍កាន់តែមានប្រាក់ចំណេញបើចង់ដឹងច្បាស់សូមតាមដានเพจរបស់ហូយយុននិងเพจរបស់ខ្ញុំបាទផ្ទាល់គេបន្ថែមសារធាតុចិញ្ចឹមអីមួយចំនួនគឺជាលក្ខណៈជីទឹកបាទឬក៏គេហៅមេជីមេអីនៅស្រុកយើងហ្នឹងហើយគេមានរហូតដល់ថ្នាក់ថាមានបញ្ចូលទៅ NPK តាមរយៈទឹកទៅទៀតបាទអញ្ចឹងគេបាញ់ចូលមកគេផ្អាប់គេផលិតនេះគឺប្រើរយៈពេល1សប្តាហ៍ទៅ2សប្តាហ៍ដើម្បីចូលទៅក្នុងធ្វើឲ្យខ្លាយទៅជាជីមុននឹងគេយកទៅដាក់នៅក្នុងចការបស់គេហើយគេប្រកាសបញ្ជាថាទី1គឺសម្រាប់មេរោគបាន 100% ទី2វាពិតជាមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សម្រាប់យកទៅដាក់ទៅហ្នឹងហើយទី3គឺគេដឹងច្បាស់ថាបរិមាណប៉ុណ្ណានៃការយកទៅដាក់នៅក្នុងចការបស់គេទាំងអស់ហ្នឹងពិសេសគឺគេបានកែប្រែដីហើយទៅធ្វើម៉េចកាត់បន្ថយអញ្ចឹងបើថាអ្វីដែលនៅស្រុកនេះគឺគេផ្ដោតជាងគេការសុខភាពដីគឺជាចំណុចដែលសំខាន់មែនទែនហើយនឹងគឺគេថែទាំប្រចាំឆ្នាំតែម្ដងហើយតាមរយៈដែលយើងឃើញថាអ្វីដែលគាត់មកធ្វើនេះគឺកាកសំណល់នៅជុំវិញទាំងអស់ហ្នឹងហើយជាមួយនឹងដីដែលគាត់យកមកដែលជារបបនៅក្នុងបាតតាណាខ្លះដើម្បីយកមកហើយគាត់នឹងចាប់ផ្ដើមមកផលិតតែម្ដងគឺគាត់កាត់បន្ថយការទិញនៅក្នុងមួយឆ្នាំគាត់ផលិតបានខ្ទង់ប្រហែលជា500ទៅ1000តោនដែលជាកាកសំណល់នៅស្រុកនេះតែម្ដងហើយគាត់បញ្យល់ថាអត់មានអីច្រើនទេបើសិនជាយើងចាប់ដើមកប៉ុស្តិ៍ដែលវាល្អគឺជាប្រភេទកប៉ុស្តិ៍ដែលទី1អត់មានក្លិនទេហើយចំណុចទី2គឺជាប្រភេទកប៉ុស្តិ៍ដែលអត់មានកម្ដៅបាទអាហ្នឹងបានគេហៅថាកប៉ុស្តិ៍ដែលវាល្អហើយប្រើប្រាស់ជីធម្មជាតិកាន់តែច្រើនចំណាយកាន់តែតិចអ្នកប្រើប្រាស់សុខភាពល្អអ្នកទទួលទានសុខភាពល្អហើយអ្វីដែលសដែលបងប្អូនមើលឃើញគឺលក្ខណៈផ្សិតដែលគេយកមេជាប្រភេទមេមួយគេដាក់បញ្ចូលទៅដើម្បីឲ្យវាបង្កើតផ្សិតដើម្បីកាច់លឿនអីប៉ុណ្ណឹងអញ្ចឹងអានេះមួយឆ្នាំគេធ្វើឆ្នាំហ្នឹងគេទុកប្រើឆ្នាំក្រោយគេធ្វើឆ្នាំនេះគេទុកប្រើឆ្នាំក្រោយហើយខ្វះបានគេចាប់ដើមទៅទិញពីក្រៅមកបន្ថែមដើម្បីបំពេញតាមកិច្ចការទាំងអស់ហ្នឹងទៅបាទអានេះគឺជាអ្វីដែលនៅស្រុកអូស្ត្រាលីដែលគេកំពុងតែធ្វើហើយខ្ញុំណែនាំថានៅស្រុកយើងពិតជាសំខាន់កាកសំណល់មានច្រើនយើងកែច្នៃទៅហើយយើងកាត់បន្ថយថ្លៃដើមឲ្យបានទើបយើងអាចមានប្រាក់ចំណូលខ្ពស់ឬក៏ប្រកួតប្រជែងទៅលើទីផ្សារហើយអ្វីដែលពិសេសមែនទែនគេធ្វើនេះគឺគេយកគុណភាពបើថាគេផលិតកប៉ុស្តិ៍គឺគេប្រកាសបញ្ជាណាស់គឺគេមានរូបមន្តច្បាស់លាស់ក្នុងការផលិតកប៉ុស្តិ៍នៅពេលដែលគេកែប្រែដីគេដឹងថាសារធាតុដីរបស់គេត្រូវការអីហើយគេចាប់ដើមធ្វើតម្រូវអស់ហ្នឹងតែម្ដងនេះគឺជាចំណុចសំខាន់សំបីតែទឹកនៅពេលដែលគេចាប់ផ្ដើមយកទឹកដែលកខ្វក់យកចូលទៅក្នុងអាងហើយគេចាប់ផ្ដើមបំលែងរបស់វាឲ្យវាคล้ายទៅជាទឹកប្រកាសថាទឹកហ្នឹងពិតជាទឹកល្អដើម្បីយកមកប្រើប្រាស់លើដំណាំកុំឲ្យមានបញ្ហាសិតតែវិច័យវិទ្យាទាំងអស់គេអត់អាចធ្វើស្មានទេអញ្ចឹងសង្ឃឹមថាអនាគតនៅស្រុកយើងនឹងធ្វើបែបទាំងអស់ហ្នឹងហើយយើងជោគជ័យទាំងអស់គ្នាបាទវិស័យកសិកម្មជាស្នូលសេដ្ឋកិច្ចជាតិទីតាំងភូមិសាស្ត្រគ្រប់បែបគ្រប់យ៉ាងយើងពិតជាល្អជាងគេផងហើយខ្ញុំសង្ឃឹមថាថ្ងៃក្រោយយើងនឹងធ្វើបានឲ្យនឹងខ្លាំងហើយប្រកួតប្រជែងលើទីផ្សារអន្តរជាតិមកបាទសូមអរគុណ